ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ LACMS សម្រាប់សេវាសាធារណៈពាក់ព័ន្ធវិស័យការងាររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីធ្វើការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈ LACMS របស់ក្រសួងការងារបានទី1អ្នកទាំងអស់គ្នាត្រូវត្រៀមឯកសារត្រៀមឯកសារពាក់ព័ន្ធដែលរួមមានអាជ្ញាប័ណ្ណពាក់ព័ន្ធរួមទាំងសកម្មភាពសេដ្ឋកិច្ចចំនួនកម្មករអញ្ជិតពេលដំណើរការប្រភេទសហគ្រាសឯកសារពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនផ្សេងៗនិងត្រៀមអ៊ីមែលនិងលេខសម្ងាត់ផងដែរអូខេអញ្ចឹងដើម្បីធ្វើការចូលទៅកាន់ប្រព័ន្ធបានទី1អ្នកទាំងអស់គ្នាត្រូវបើក browser របស់ computer អាចមាន Microsoft Edge អាចមាន Mozilla Firefox ឬក៏ Google Chrome ជាដើមអញ្ចឹងខ្ញុំបើកកម្មវិធី Google Chrome ក្រោយពីបើកកម្មវិធី Google Chrome រួចអ្នកទាំងអស់គ្នាចូលមកកាន់គេហទំព័រដែលមានគេហទំព័រឈ្មោះថា LACMS បាទ .mlvt.gov.kh អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលទៅគេហទំព័រនេះហើយគឺយើងនឹងបើកឃើញផ្ទាំងទាំងអស់នេះកើតឡើងបាទអញ្ចឹងនៅក្នុងការបើកដែលឃើញហើយអ្នកទាំងអស់គ្នាត្រូវ scroll ចុះមកខាងក្រោមផ្នែកខាងក្រោមគឺមានចំណុច2គឺដើម្បីប្រើប្រាស់សេវាស្វ័យប្រវត្តិកម្មម្ចាស់រោងចក្រសហគ្រាសត្រូវចុះឈ្មោះចូលប្រព័ន្ធបាទនេះក្នុងនាមកម្មករអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលក្នុងនាមម្ចាស់សហគ្រាសបាទអញ្ចឹងក្នុងនាមម្ចាស់សហគ្រាសអ្នកទាំងអស់គ្នាអាចចូលទៅក្នុងប្រព័ន្ធបានលុះត្រាតែអ្នកទាំងអស់គ្នាចុះឈ្មោះប្រើប្រាស់ប្រព័ន្ធជាមុនសិនអញ្ចឹងដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធអ្នកទាំងអស់គ្នាចុចលើពាក្យថាចុះឈ្មោះរួចធ្វើការបំពេញអញ្ចឹងនៅក្នុងការបំពេញដោយដែលបានលើកឡើងហើយអ្នកទាំងអស់គ្នាត្រូវត្រៀមឯកសារអាជ្ញាប័ណ្ណពាក់ព័ន្ធព័ត៌មានផ្សេងៗពាក់ព័ន្ធជាមួយនឹងសហគ្រាសគ្រឹះស្ថានរបស់លោកអ្នកទើបយើងចូលមកក្នុងប្រព័ន្ធនេះបាទក្រោយពីចូលក្នុងប្រព័ន្ធកន្លែងនេះហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការជ្រើសរើសសកម្មភាពសេដ្ឋកិច្ចរបស់សហគ្រាសតើសហគ្រាសជាប្រភេទកាត់ដេរជាប្រភេទអីផ្សេងៗក្រោយពីរើសហើយអ្នកទាំងអស់គ្នាត្រូវបញ្ចូលការស្នើសុំចំពោះការស្នើសុំនេះអ្នកទាំងអស់គ្នាអាចស្នើសុំបានតាមរយៈ single ID ឬក៏អត្តសញ្ញាណប័ណ្ណសហគ្រាសនៃបសសបើយើងមើលកលេចមើលបន្ទាប់ទៀតវាជាចំណុចសំខាន់កន្លែងដែលមានផ្កាយនៅខាងមុខនេះបាទកន្លែងដែលមានផ្កាយនៅកន្លែងនេះគឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែបំពេញมันអាចរំលងបាននោះទេអញ្ចឹងក្រោយពីយើងត្រៀមឯកសារហើយអ្នកទាំងអស់គ្នាចូលមកកាន់កន្លែងទី1គឺបើមាន single ID មាន single ID ដែលអាចដំណើរការបានអញ្ចឹងយើងបញ្ចូល single ID នេះហើយគ្រាន់តែចុចទៅលើ key tab នៅលើ keyboard របស់យើងទេគឺព័ត៌មានមួយចំនួននឹងបំពេញឲ្យយើងហើយអញ្ចឹងយើងខ្វះព័ត៌មានមួយចំនួនទៀតគឺបំពេញថែមហើយយើងអាចបញ្ចូលតាមរយៈបសសបានបើសិនបើយើងបានលេខអត្តសញ្ញាណកម្មបសសហើយបន្ទាប់មកចាប់ដើមបំពេញឈ្មោះសហគ្រាសតែម្ដងបំពេញរហូតមកដល់ចំណុចខាងក្រោមមានការជ្រើសរើសប្រភេទឯកសារដែលភ្ជាប់មានពាណិជ្ជកម្មមានអាជ្ញាប័ណ្ណពាណិជ្ជកម្មមានបតង់មានអីផ្សេងៗហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវធ្វើការភ្ជាប់ហើយឯកសារដែលភ្ជាប់នេះគឺចាំបាច់ត្រូវមានទំហំក្រោម5 មេហ្គាបៃតបាទចុះប្រសិនបើយើងស្នើសុំហើយយើងបញ្ចូលឯកសារភ្ជាប់លើសពី5 មេហ្គាបៃតគឺមិនអនុញ្ញាតក្នុងការចុះឈ្មោះទេអញ្ចឹងយើងចាប់ដើមបញ្ចូលបន្តរហូតដល់ចំណុចចុងក្រោយអញ្ចឹងកន្លែងអាស័យដ្ឋានសហគ្រាសគឺយើងត្រូវយកតាមបតង់ចុងក្រោយរបស់យើងដែលមានសុពលភាពបញ្ចូលហើយជ្រើសរើសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឬក៏ក្រៅតំបន់សេដ្ឋកិច្ចពិសេសដែលនៅក្នុងនោះមានបញ្ជាក់រួចជាស្រេចបាទដែលយើងអាចជ្រើសរើសយកមិនមានមកករណីដែលយើងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសហើយយើងបន្តរហូតដល់ចំណុចមួយគឺតាក់ទងជាមួយនឹងការជ្រើសរើស location បាទ location នេះគឺជាចំណុចមួយដែលសំខាន់អ្នកទាំងអស់គ្នាអាចចុចទៅលើ location នេះគឺវាលោកទាំង location ហើយអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាកុំមូចេះយើងពិបាករកអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរកចំណុចមួយគឺកន្លែងនេះគឺរក axis ordinate នៃផ្ទាំងរបស់ Google របស់យើងមានទីតាំង location របស់យើងអញ្ចឹងយើង share យើង copy axis ordinate មកយកមកផាសនៅកន្លែងនេះហើយយើងអាច search បាន search មកគឺវានឹងចូលមកដល់ទីតាំងរបស់យើងតែម្ដងតែបើយើងអត់ចេះទេយើងត្រូវ scroll មើល zoom មើលបាទ zoom មើលថាទីតាំងរបស់យើងនៅកន្លែងណាហើយអូសមកដាក់បាទអញ្ចឹងធ្វើឲ្យពិបាកក្នុងការរើសអញ្ចឹងយើងអាចចាប់យកទីតាំងនេះយកមកដាក់តែម្ដងបាទចាប់ដើមយកទីតាំងនេះមកដាក់អ្នកទាំងអស់គ្នាអាចមើល axis ordinate របស់អ្នកទាំងអស់គ្នាបានហើយចុចជ្រើសរើសនឹងទៅមុខភ្ជាប់ចំណុចដែលសំខាន់គឺនៅខាងក្រោមនេះបន្ថែមទៀតបាទអញ្ចឹងកន្លែងនេះគឺយើងត្រូវបញ្ចូលលេខទូរស័ព្ទដែលមាន Telegram របស់យើង
ហើយបន្ទាប់មកគឺមាន email ហើយនឹងលេខសម្ងាត់បាទកន្លែងមួយនេះគឺជាចំណុចសំខាន់នៅពេលដែលអ្នកទាំងអស់គ្នាធ្វើការ register ឬក៏ចុះឈ្មោះនោះគឺត្រូវតែមាន email ហើយ email ដែលយកមកប្រើប្រាស់គឺយើងអាច email របស់ក្រុមហ៊ុនឬក៏ email ផ្ទាល់ខ្លួនរបស់យើងឬក៏ផ្សេងដែលអាចប្រើប្រាស់បានហើយបញ្ជាក់យើងត្រូវចូល email ដែលអាចបើកដំណើរការបានផងដែរបើកាលណា email របស់យើងអត់អាចបើកដំណើរការក៏មិនអាចមានន័យថាក៏មិនអាចចូលទៅប្រើប្រាស់ប្រព័ន្ធបានដែរព្រោះដោយសារតែត្រូវការ verify គេហៅថា two factor នៅបន្តទៀតហើយលេខសម្ងាត់នេះគឺត្រូវតែចាំមានបញ្ចូល2ដងបាទដែលមានការកត់សម្គាល់ដូចនៅក្នុងនេះបាទហើយចុងក្រោយគឺអ្នកទាំងអស់គ្នាត្រូវ tick នៅកន្លែងនេះមួយបាទដើម្បីធានាថាព័ត៌មានគឺព័ត៌មានពិតប្រាកដហើយជាចុងក្រោយអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ទីតាំងកន្លែងមួយទៀតគឺពាក្យថាចុះឈ្មោះក្រោយពីចុះឈ្មោះហើយតើមានអីកើតឡើងគឺទាំងមួយទៀតនឹងរំលេចឡើងជូនអ្នកទាំងអស់គ្នាបាទទាំងនោះគឺបញ្ជាក់ថាឲ្យយើងរងចាំ8ម៉ោងបាទនឹងការចុះឈ្មោះរបស់អ្នកត្រូវបានបញ្ជូនដោយជោគជ័យរងចាំ8ម៉ោងអញ្ចឹងយើងរងចាំ8ម៉ោងក្រោយមកគឺយើងអាចឆែកទៅមើល email របស់យើងតើការចុះឈ្មោះរបស់យើងនោះបានទទួលជោគជ័យហើយឬក៏នៅអញ្ចឹងចុងក្រោយមានថាយើងអាចឆែកមើល email របស់យើង email នោះគឺជាចំណុចដែលសំខាន់ជាងយើងត្រូវប្រើប្រាស់ Gmail ឬក៏ប្រើប្រាស់ Yahoo ឬក៏ប្រើប្រាស់ email ណាមួយដែលយើងគិតថាយើងអាចបើកបានក្រោយពីចូលមកហើយឧទាហរណ៍ថា email ទទួលបានថាការចុះឈ្មោះរបស់អ្នកបានជោគជ័យហើយអញ្ចឹងក្រោយពីបានជោគជ័យអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ទីតាំងប្រព័ន្ធ LACMS នេះដដែលបាទរួចចូលមកខាងក្រោមគឺចូលប្រព័ន្ធវិញអញ្ចឹងនៅពេលដែលចូលប្រព័ន្ធអ្នកទាំងអស់គ្នាត្រូវវាយបញ្ចូល email ហើយនិងលេខសម្ងាត់អញ្ចឹង email ហើយនិងលេខសម្ងាត់នេះគឺជា email ដែលយើងបានបង្កើតតាមរយៈប្រព័ន្ធអំបញ្ញមិញនេះហើយនិងលេខសម្ងាត់ក៏បានបង្កើតតាមរយៈប្រព័ន្ធដូចគ្នាដែរបន្ទាប់មកគឺអ្នកទាំងអស់គ្នាចុចលើពាក្យថាចូលប្រព័ន្ធក្រោយពីចូលប្រព័ន្ធគឺគេនឹងផ្ញើលេខកូដ6ខ្ទង់ទៅ email របស់អ្នកទាំងអស់គ្នាបន្តទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចបើក email នោះមើលលេខ6ខ្ទង់នោះយកមកបញ្ចូលបន្ថែមនៅក្នុងប្រព័ន្ធ LACMS នេះបន្តដើម្បីធ្វើការដំណើរការទៅមុខសូមបញ្ជាក់ផងដែររាល់ពេលដែលដំណើរការប្រព័ន្ធដំបូងគឺប្រព័ន្ធនឹងឲ្យយើងដូរលេខសម្ងាត់ថ្មីអញ្ចឹងលេខសម្ងាត់ថ្មីអ្នកទាំងអស់គ្នាអាចបដូរនៅពេលដែលចាប់ផ្ដើមដំណើរការប្រព័ន្ធដំបូងក្រោយពីបដូរហើយគឺលេខសម្ងាត់នោះគឺប្រើសម្រាប់ប្រព័ន្ធរបស់យើងហើយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមានរដ្ឋបាលឬក៏អ្នកដែលកាន់កាសប្រើប្រាស់ប្រព័ន្ធ LACMS នេះគឺត្រូវចាំបាច់ត្រូវតែដឹងពី email ហើយលេខសម្ងាត់ហើយនិង email សម្រាប់ verify code បាទយើងពាក់ព័ន្ធជាមួយនឹងការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ LACMS នេះគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណេះហើយយើងអាចនឹងជួបគ្នានៅវីដេអូក្រោយៗទៀតពាក់ព័ន្ធជាមួយនឹងបែបបទផ្សេងៗដែរអរគុណចំពោះការតាមដានពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតកុំភ្លេចចុចលើ Subscribe និងរូបកណ្ដឹង